ជំរាបសួរលោកគ្រូខ្ញុំបានឈ្មោះខឿនគីមីមកពីក្រុម SU35 ហើយនឹងខ្ញុំមកធ្វើការងារទី5 assignment ទី5ជាដំបូងយើងឆែកមើល retrieval សិនថាតើយើងមានអីខ្លះ list អឺជាបឋមយើងមានប៉ុណ្ណឹងតមកទៀតយើងអឺអូភ្លេចប្រាប់ពីគោលបំណងក្នុងការធ្វើឥឡូវនេះចូល Telegram សិនទី1គឺយើងចង់បង្កើតនៅ directory មួយទៅពេលហើយទី2គឺយើង create multi directory in one command តមកទៀតយើងធ្វើការ zip folder ហើយនឹង unzip វាវិញហើយតមកទៀតយើងធ្វើការបង្កើត folder tar តមកទៀតយើងធ្វើការ extract វាដោយ command អញ្ចឹងឥឡូវហ្នឹងខ្ញុំនឹងធ្វើការឆែកឥឡូវហ្នឹងយើងមានdirectory របស់យើងមានប៉ុណ្ណឹងតមកទៀតខ្ញុំធ្វើការបង្កើត folder មួយ mkdir folder មួយកើតជា folder មួយសិនហើយបន្តទៀតយើងធ្វើការឆែកមើល folder ដែលយើងបង្កើតមានថាវាបានចូលនៅនេះគឺយើងបានបង្កើតចេញជា folder 1ហើយតមកទៀតយើងធ្វើការបង្កើត folder ជាច្រើនទៀតមានន័យថា multi folder ក្នុងពេលតែមួយ mkdir វាអត់មានអីដែលខុសពីគ្នាមកទេគឺវាស្តីតែគ្នាគ្រាន់តែយើងវាយបន្តគ្នាអញ្ចឹងមក folder 3 folder 4តមកទៀតsorry សំដៅលោកគ្រូខ្ញុំសរសេរខុសតិចច្រឡំដាក់ folder មួយដោយសារតែវាមានហើយចឹងខ្ញុំធ្វើការវាយម្ដងទៀតពេកគឺខ្ញុំនឹងធ្វើការដូរនៅតួលេខរបស់វាតិចទី2ទី3ទី4និងទី5អូខេចឹងហើយគឺអូធ្វើខ្ញុំ check មើលសិនចង់មើលថាវាចូលនៅមួយអូខេមិញវាចូលហើយចឹងខ្ញុំមានការភ័ន្តច្រឡំតិចតួចចឹងខ្ញុំមកធ្វើការឆែកហើយឥឡូវនេះយើងនឹងធ្វើការ zip folder ទាំង5របស់យើងឲ្យប្រើ command zip/r/r ហ្នឹងមានន័យថាinclude ទាំង អ្វីដែលនៅក្នុង folder អញ្ចឹងមកទៀតយើងធ្វើការកើតជា test zip មួយដល់ zip folder 1 folder 2 folder 3 folder 4 folder 5អូខេយើងនឹង check កូដយើងបន្តិចអូខេជាយើងនឹងធ្វើការ enter មួយទៅអូខេអញ្ចឹង file របស់យើងបានធ្វើការ zip ហើយអញ្ចឹងហើយយើងឆែកមើលអ្វីដែលយើងបាន zip មុនហ្នឹង ls/l អូហេអូខ្ញុំច្រឡំ comment តិចចឹងយើងវាយតិចមក sudo apt install អូខេអញ្ចឹងយើងធ្វើការឆែកមើលម្ដងទៀត ls/l អញ្ចឹងហើយយើងនឹងអញ្ចឹងយើងបន្ទាប់មកទៀតយើងវាយ password របស់យើងមកអូខ្ញុំវាយខុសអូខេវាសួរថាយើងចង់ធ្វើការ zip ទាំងអស់អញ្ចឹងហើយយើងដាក់ yes មកអឺអញ្ចឹងយើងសាកធ្វើការឆែកមួយមើលគឺវាអត់ទាន់បានជោគជ័យទេសួស្តីដោយសារតែមុនហ្នឹងខ្ញុំមានការ error បន្តិចខ្ញុំបានធ្វើការ fix វាហើយពាក់ព័ន្ធជាមួយនឹង network របស់ខ្ញុំវាអត់ដាក់ណាអញ្ចឹងឥឡូវហ្នឹងខ្ញុំនឹងធ្វើការ list ម្ដងទៀត list បន្ទាប់មកទៀតខ្ញុំធ្វើការ zip សាថ្មីដែរដល់ r test zip zip folder 1 folder 2និង folder 3 folder 4 folder 5
ចឹងឥឡូវហ្នឹងខ្ញុំនឹងធ្វើការ zip ហើយឥឡូវហ្នឹងមកទៀតខ្ញុំនឹងវាយ sudo apt install zip password របស់ខ្ញុំចឹងឥឡូវនេះវាកំពុងតែ zip ហើយមូលហេតុដែលវា zip file មួយហ្នឹងដោយសារតែវាអត់មានចាប់ network ចាប់អ៊ីនធឺណិតមកអញ្ចឹងវាក៏មានការ error តិចតួចអញ្ចឹងទៅអញ្ចឹងឥឡូវហ្នឹងខ្ញុំបាន zip ហើយបានខ្ញុំនឹងធ្វើការ test review ម្ដងទៀតអូ wait អឺដូច្នេះឥឡូវនេះខ្ញុំនឹងសាកធ្វើការវាយ ls វិញអូខេ ls ក៏វានៅតែអត់ទាន់ចេញដែរអញ្ចឹងសូមធ្វើការ switch វាតិចទៀតចឹងមិញខ្ញុំសាកធ្វើការ zip ម្ដងទៀតចឹងហើយនេះចឹងដូច្នេះវាឃើញ test zip របស់យើងមកមុនហ្នឹងហើយចឹងហើយការ zip របស់យើងគឺបានជោគជ័យហើយគឺដោយសារតែខ្ញុំវាយ command count តិចឥឡូវនេះយើងនឹងmove អ្វីដែលវានៅក្នុងហ្នឹងអូខេ cd ហើយយើងមើលទីតាំងរបស់យើងថាយើងនៅទីណាឥឡូវអូខេយើងនៅ home ចំណេញ Ubuntu អូខេ ls.l ទៀតគឺយើងអត់ទាន់មាន file អីទេមកទេយើងចូល cd su 35 no directory អូច្រឡំហើយខ្ញុំអត់ទាន់មានdirectory ហ្នឹងទេចឹងខ្ញុំនឹងទៅម្ដងទៀត cd ខ្ញុំអូខេចូលហើយចឹងយើងនឹងធ្វើការ review ម្ដងទៀតវានឹងឃើញ test zip របស់យើងចឹងហើយយើងនឹងធ្វើការ unzip វាម្ដង unzip test zip zip d/home/user ខ្ញុំ/អញ្ចឹងយើងនឹងឃើញលទ្ធផលគឺវានឹង unzip ហើយតមកទៀតយើងនឹងឆែកមើលទៅលើទីតាំងរបស់វាឥឡូវទៅទី2អូខេខ្ញុំស្ថិតនៅហ្នឹងហើយយើងចេញទៅវិញចេញទៅដល់ home ហើយអញ្ចឹងយើងធ្វើការ delete វាម្ដងទៀត sorry ច្រឡំពេកអញ្ចឹងនៅក្រៅហ្នឹងវាមាន file ប៉ុណ្ណឹងតមកទៀតខ្ញុំចូលទៅវិញដើម្បីធ្វើការឆែកបន្តទៀត cd ច្រឡំ home មុនhome អូខេវាជា way ទៅវិញ cd ហើយយើងបានចូលរបស់យើងវិញហើយ list ម្ដងទៀតអូខេចឹងយើងក៏ឃើញអ្វីដែលយើងបាន unzip មុនហ្នឹងដែរចឹងឥឡូវនេះខ្ញុំនឹងធ្វើការឆែកអ្វីដែលនៅក្នុង zip របស់ខ្ញុំ unzip .l test zip .zip ចឹងអ្វីដែលនៅក្នុង zip របស់ខ្ញុំមានប៉ុណ្ណឹងចឹងខ្ញុំនឹងធ្វើការ delete នៅ folder ដែលនៅក្រៅ zip
ដូចជា folder 1 folder 2 folder 3 folder 4 folder 5ដោយសារតែនៅក្នុង Linux គឺពេលដែលយើង shift គឺអាហ្នឹងគឺវាអនុបត្តិអូតូទេលុះត្រាដល់យើង delete វាអញ្ចឹងឥឡូវហ្នឹងខ្ញុំធ្វើការ delete អ្វីដែលនៅក្រៅហ្នឹងចោលសិន rm.n folder 1 folder 2 folder 3 folder 4 folder 5ចឹងយើងធ្វើការ link ម្ដងទៀតគឺវាបាត់អស់ហើយអញ្ចឹងយើងនឹងធ្វើការ unzip ម្ដងទៀតចឹងយើង unzip មកអូខេចឹងហើយយើងឆែកមើលម្ដងទៀតអូខេវាមកបានមកវិញហើយពេលដែលយើង unzip ហើយតមកទៀតយើងចូលទៅដល់កន្លែងមួយទៀតគឺកន្លែងបង្កើត file tar ម្ដងក្នុងការបង្កើត file tar ជាដំបូងយើងចូលវាយពាក្យថា sudo tar /vf ដើម្បីធ្វើការបង្កើត .tar អូគឺយើងបង្កើតចាស់ទេដោយសារតែយើងមានកំហុសឆ្គងបន្តិចចឹងយើងដូរ command វិញ sudo tar.hvf test tar c web sudo tar អូខេចឹងច្រឡំធ្វើការ command extract មូលហេតុដែលវាអត់ចេញដោយសារតែវាអត់ទាន់មានអា file ហ្នឹងទេអា file ហ្នឹងគឺជាcomment ហ្នឹងគឺជា comment extract អញ្ចឹងយើងត្រូវបង្កើតអាហ្នឹងមុនសិន sorry ច្រឡំបន្តិច create test ថាជា folder 1 folder 2 folder 3ឥឡូវថាខ្ញុំដាក់វាចូលទៅក្នុងអា file ថាហ្នឹង3 folder ហ្នឹងចុះអញ្ចឹងហើយខ្ញុំនឹងធ្វើការ enter ដើម្បីបង្កើតវាអូខេចឹងវាបានទៅហើយចឹងយើងធ្វើការឆែកវាមួយសិនអូខេមានចឹង file ថារបស់យើងវាបានបង្កើតរួចហើយចឹងយើងធ្វើការ delete អា folder ចាស់ៗតិចសិន.r folder 1 folder 2 folder 3 folder 4 folder 5ចឹងយើងលេខវាម្ដងទៀតអូខេមានចឹងឥឡូវហ្នឹងវាបានធ្វើការបាត់អស់ហើយចឹងយើងវាយអា command extract ដែលយើងច្រឡំវាយនៅខាងលើមុនហ្នឹងដែលវាត្រូវវាយ sudo .hvf test tab c/home អូខេយើងបាន extract ពីអាហ្នឹងហើយចឹងយើងមកធ្វើការលេខវាម្ដងទៀតwait អូខេមូលហេតុដែលយើងអត់ធ្វើគឺដោយសារតែយើងនៅខុសទីតាំងចឹងហើយយើងមកមើលទីតាំងឥឡូវរបស់យើងគឺយើងនៅណាឥឡូវយើងនៅនេះចឹងយើងដាក់ cd សិនហើយយើងធ្វើការលេខវាម្ដងទៀតនេះវានឹងឃើញនៅទីតាំងដែលយើងបាន extract ពីថាមុនហ្នឹងគឺវានៅទីនេះចឹងខ្ញុំមានតែប៉ុណ្្នឹងសម្រាប់ថ្ងៃនេះអរគុណច្រើនដែលបានមើលទស្សនាអរគុណលោកគ្រូ